បាទសួស្តីអ្នកកំពុងមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាហើយក៏ដូចជាសូមស្វាគមន៍មកកាន់វីដេអូបង្រៀនដំបូងរបស់ខ្ញុំអំពីកម្មវិធី Microsoft Excel ដែលខ្ញុំចង់បង្ហាញអំពីរបៀបកំណត់ពុម្ពអក្សរនិងទំហំអក្សរលំនាំដើមនៅពេលដែលយើងបើកកម្មវិធី Microsoft Excel ហ្នឹងអញ្ចឹងនេះគឺជាអក្សរដែលខ្ញុំបាន copy ឬក៏សរសេរចូលមកហ្នឹងហើយខ្ញុំមិនទាន់បានជ្រើសរើសពុម្ពអក្សរណាមួយដែលខ្ញុំចង់បាននោះទេអញ្ចឹងឥឡូវវានៅជាប់ពុម្ពអក្សរមួយនេះដែលយើងបើកកម្មវិធីមកវាជាប់អញ្ចឹងស្រាប់ជាមួយនឹងទំហំ11ឥឡូវបើសិនជាខ្ញុំចង់បើកកម្មវិធីលើក្រោយហើយឲ្យវាជាប់ពុម្ពអក្សរដែលខ្ញុំចង់បានអញ្ចឹងយើងមានកន្លែងកំណត់វាអញ្ចឹងរបៀបកំណត់គឺនៅរបាំងខាងលើនេះគឺយើងជ្រើសរើសយកពាក្យថា file បន្ទាប់មកហើយយើងជ្រើសរើសយកពាក្យ option នៅខាងក្រោមគេនេះហើយយើងនៅលើ general នេះយើងអាចមកមើលនៅកណ្ដាលនេះយើងនឹងឃើញកន្លែងដែលយើងត្រូវដូរហើយអញ្ចឹងពុម្ពអក្សរយើងដូរនៅកន្លែងហ្នឹងហើយជ្រើសរើសយកពុម្ពអក្សរណាមួយដែលយើងចង់បានមកអញ្ចឹងឥឡូវខ្ញុំសូមជ្រើសរើសយកពុម្ពអក្សរខ្មែរ OS ហើយនឹងជាមួយនឹងទំហំ13អញ្ចឹងឥឡូវបើវាអត់មាន13ទេយើងអាចវាយបញ្ចូលបានរួចយើងចុច OK កន្លែងនេះវាបញ្ជាក់យើងឲ្យយើងបិទហើយនឹង restart Microsoft Excel នឹងសិនហើយបើកមកលើក្រោយវានឹងបដូរកន្លែងនឹងឲ្យហើយអញ្ចឹងខ្ញុំសុំ close វាសិនប៉ុន្តែខ្ញុំសុំ copy អក្សរទៅនេះសិនហើយcloseវាហើយខ្ញុំបើកវិញបាទអញ្ចឹងឥឡូវដែលខ្ញុំកំណត់មិញហ្នឹងគឺវាបានជាប់រួចហើយពេលយើងបើកមកវានឹងជាប់ខ្មែរ OS ដែលខ្ញុំជ្រើសរើសហើយនឹងទំហំអក្សរ13អញ្ចឹងឥឡូវសាកខ្ញុំមកផាសបញ្ចូលមកបាទគឺវាជាប់ដោយដែលយើងកំណត់អញ្ចឹងទោះយើងបិទបើកវាប្រហែលដងក៏វានៅតែជាប់អីដែលយើងបានកំណត់ដែរអញ្ចឹងកន្លែងមិញហ្នឹងបើយើងកំណត់ពុម្ពអក្សរណាគឺវានឹងជាប់ពុម្ពអក្សរហ្នឹងកំណត់ទំហំបានគឺវានឹងជាប់អញ្ចឹងរហូតនោះតែយើងមកបដូរវាផ្ទាល់ដោយដែលយើងត្រូវបានដឹងកន្លងមកអញ្ចឹងវីដេអូនេះដែរគឺខ្ញុំមានប៉ុណ្ណឹងហើយវីដេអូលើក្រោយខ្ញុំនឹងបង្ហាញអំពីបដូរនៅក្នុងកម្មវិធី Microsoft Word អញ្ចឹងអ្នកទាំងអស់អាចចុច follow ឬក៏តាមដានខ្ញុំនៅវីដេអូក្រោយដែលខ្ញុំមានវីដេអូថ្មីៗបង្រៀនទាក់ទងនឹងមេរៀន Excel និង Word អរគុណអ្នកទាំងអស់សម្រាប់ការទស្សនា